កូនឆៃថាទៅចិញ្ចឹមគេដកចោលហ្មងគេអត់យកទេបងប្អូនព្រោះវាអត់ត្រូវខ្នាតឃើញអញ្ចឹងអីយកមកធ្វើជ្រក់ស្រួយអូយឆ្ងាញ់ជាតិហ្មងអត់បាក់ធ្វើទេត្រាំតាមមួយយប់ពីរយប់អីហ្នឹងស្រួយស្រាប់ញ៉ាំជក់មាត់ដែរនៅខាងភូមិខ្ញុំបងប្អូនល្ងាចឡើងនៅគេទៅដកឆៃថាដកអីចឹងហើយអញ្ចឹងបើថាបើសិនយើងចង់បានកូនឆៃថាទូចហ្នឹងតោះតែយើងទៅប្រមូលរើសខ្លួនឯងទៅសុំចែកគេឬមួយក៏ឲ្យគេទុកឲ្យអញ្ចឹងណាมันមានដបឆៃថាហ្នឹងយកមកយើងបេះស្លឹកវាទុកបដូរតិចតិចរួយហ្នឹងឆ្ងាញ់វាឆ្ងាញ់ចឹងយើងកាត់វាទាំងអស់ហើយយកម្ដងនេះយើងឆ្កោះអាកន្លែងខ្មៅនឹងឲ្យស្អាតចេះមកឆៃថាហ្នឹងរបស់គេអត់យកទេប៉ុន្តែនៅពេលដែលយើងឆ្នៃយើងមកធ្វើជ្រក់ឃើញលក់បានថ្លៃព្រោះថាខ្សែច្រវាក់នៃការធ្វើហ្នឹងវាវែងឆ្ងាយវារៀងពិបាកដែរដោយសារតែយើងរុះលាងវាច្រើនទឹកនៅពេលដែលសម្រស់វាស្អាតហើយយើងច្របល់វាជាមួយអំបិលហើយនឹងស្ករផ្អាប់ទុកមួយសន្ទុះឲ្យវាចេញជាតិទឹកនិយាយទៅត្រាំប្រហែលជា2ទៅ3ម៉ោងអីណោះបងប្អូនទឹកធ្វើជ្រក់របស់យើងអីវែងឆ្ងាយឯងដាំទឹកឲ្យពុះបងអំបិលបងស្ករនិយាយទៅទឹកហ្នឹងយើងភ្លក់មករសជាតិយើងដិតតិចមកបានពេលយើងយកទៅត្រាំវាក្រខូចហើយវាចូលជាតិសពពេញឆៃថារបស់យើងតែម្ដងធ្វើការរហូតច្រើនយ៉ាងណាក៏ដោយក៏ដែរភ្លេចកូនស្រស់ natural យើងអាចញ៉ាំបានចាប់ពីក្មេងពីញ៉ាំទៅដល់កូនអស់មួយកែវមានកម្លាំងធ្វើការងារនៅផ្ទះបាយឡើងអស់ចិត្តអស់ចង់ហើយចាប់ផ្ដើមមើលឆៃថារបស់យើងនេះវាចាប់ផ្ដើមចេញទឹកមកច្រើនដែរបងប្អូនយើងសម្រាប់ទឹកវាចោលទៅហើយយើងកាច់មើលឆៃថារបស់យើងហ្នឹងតុននៅបើថាតុនហើយបងប្អូនអាចយកវាទៅត្រាំបានហើយសម្រាប់បងប្អូនដែលធ្លាប់ធ្វើជ្រក់សោះហើយអាចសាកល្បងបាននិយាយទៅដំបូងខ្ញុំក៏អញ្ចឹងដែរធ្វើអត់ទៅហ៊ានទេខ្លាចថាវាប្អូនវាខូចអីចឹងដល់ពេលយើងដឹងតិចនិចធ្វើពីម្ដងចាក់ចោលទៅធ្វើឥឡូវលេងខូចទេបងប្អូនដឹងថាធ្វើញ៉ាំបានហើយឆ្ងាញ់ស្រួយស្រាប់ហ្មងនៅពេលដែលយើងធ្វើជ្រក់សំខាន់ជាងគេឧបករណ៍ដែលយើងប្រើប្រាស់ហ្នឹងត្រូវតែស្អាតហើយស្ងួតជៀសវាងវាឆ្លងមេរោគពីមជ្ឈដ្ឋានខាងក្រៅទឹកដៃយើងអីធានាថាវាស្អាតអត់មានប្រឡាក់អត់មានជាប់ក្អែលជាប់អីបងប្អូនយើងធ្វើជ្រក់នេះមានន័យថាយើងញ៉ាំមេរោគដែលយើងបដោះមេរោគល្អហ្នឹងមកញ៉ាំណាបើសិនជាវាឆ្លងផ្សេងចូលទៅវាអាចធ្វើឲ្យយើងឈឺពោះរាកបើសិនយើងធ្វើទៅវាឡើងផ្សិតទៅនឹងញ៉ាំអត់បានទេបងប្អូនយើងញាត់ឆៃថានៅឯណែនហើយយើងចាក់ទឹកដែលយើងបានដាំឆ្អិនមិញហ្នឹងមានអំបិលមានស្ករទុកវាអ៊ុនហើយចាក់ស្រោចយកហ្មងបងប្អូនឲ្យគ្របវាឲ្យចិត្តធ្វើបែបហ្នឹងហើយយើងយកវាទៅទុកនៅកន្លែងត្រជាក់ផ្អាប់ទុករយៈពេល1ថ្ងៃទៅ2ថ្ងៃតាមជាក់ស្ដែងជ្រក់ឲ្យខ្ញុំធ្វើនេះត្រាំរយៈពេល2យប់ព្រោះយើងដាក់ដូចជាតិដិតបន្ទាប់ពីជ្រក់របស់យើងបានជូរល្មមដែលយើងចង់បានហើយយើងមកកូរទឹកស្ករដាក់ទឹកជ្រក់ថែមឲ្យកូនកែមកដើម្បីឲ្យទឹកស្កររបស់យើងរាវល្មមខ្ទឹមសជាមួយនឹងម្ទេសនេះបងប្អូនចង់ដាក់ឬអត់ក៏បានដែរតាមការចូលចិត្តទេទុកឲ្យវាត្រជាក់សិនទៅចន្លោះពេលនេះមកអាំងខ្វាគោនិយាយទៅតែមានជ្រក់ចឹងដាក់ខ្វាគោមកត្រូវគ្នាណាស់ប្រើភ្លើងរឹមមកល្មមមកជៀសវាងកុំឲ្យវាខ្លោចមើលជ្រក់របស់យើងវិញបន្ទាប់ពីត្រាំ2ថ្ងៃទៅនេះវាឡើងចឹងឯងវាអត់មានឡើងផ្សិតឬមួយក៏អីទេវាឡើងពពុះហ្នឹងគឺមានន័យថាមេរោគហ្នឹងវាកាច់មេយើងស្រង់យកទៅឆៃថាមកហើយសម្រាប់ទឹកជ្រក់នេះបងប្អូនដាក់ម្សៅតិចទៅបានហើយតែកាលណាយើងដាក់ទឹកជ្រក់នឹងច្រើនដល់ពេលដែលយើងប្រឡាក់ស្ករទៅវាខាតគ្រឿងយើងព្រោះវាចូលទៅក្នុងទឹកនឹងអស់អូយចាក់មកយកថាក្លុនឈ្ងុយខ្លាំងបដ ாய் ទៅចង់ញ៉ាំភ្លាមប៉ុណ្ណឹងក៏យើងអាចញ៉ាំបានដែរគ្រាន់តែថាវាអត់មានរសជាតិផ្អែមអីធ្វើឲ្យយើងញ៉ាំទៅជក់មាត់យើងយកទឹកស្ករដែលយើងបានដាំមិញហ្នឹងយកមកប្រឡាក់ច្របូកច្របល់វាចូលគ្នាទៅបើសិនជាមានពេលផ្អាប់ទុកមួយយប់ទៀតវាកាន់តែចូលជាតិចូលក្លិនងុំឆ្ងាញ់ធ្វើម្ដងនេះហើយដាក់ចូលទូត្រជាក់ទៅទុកកន្លះខែមួយខែក៏ខូចទៅណាដែរព្រោះយើងត្រាំរសជាតិយើងដុតវាមិនងាយនឹងខូចទេហើយណាមួយយើងធ្វើខ្លួនឯងចេះយើងធានានៅថាយើងធ្វើអនាម័យវាស្អាតវាអីចឹងណាជ្រក់ទូចខាំមកស្រួយជ្រុបដាក់ជាមួយខ្វាគោក៏បានសាច់គោអាំងក៏បានសាច់ជ្រូកអាំងក៏បានដែរនិយាយទៅប្រភេទថារបស់អាំងអូជាតិណាស់បានខ្វាគោក្របទូចអញ្ចេះទៀតអូជាតិលើសពីជាតិហើយយើងយកវាមកដាក់អាំងអញ្ចេះទៅឆ្ងាញ់យើងជៀនហើយកាច់មកនេះអូតំណងមែនតែនហ្មងជ្រក់ឆៃថារបស់យើងដាក់ចូលគ្រឿងមកគាត់ថាវារសជាតិជូរអែមស្រួយស្រាប់ស្លឹករបស់វាហ្នឹងក៏យើងធ្វើជ្រក់អញ្ចេះហើយចង់យកទៅខក៏បានដែរជ្រក់របស់យើងនេះធ្វើមកទាំងស្លឹកទាំងមើមទាំងខ្ទឹមស្រួយស្រាប់តែម្ដងជូរអែមឆ្ងាញ់ណាមានចម្ងល់អីបងប្អូនអាច comment សួរបានជួបគ្នាវីដេអូក្រោយជម្រាបលា